បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទជាងចាន់ណេតមានវីដេអូចែកម្លែកពីរបៀបជួសជុលទូបោកកៅអៅបាទបញ្ហារបស់ទូបោកកៅអៅនេះបញ្ហារបស់វាគឺបែកផ្ដាងហើយបែកផ្ដាងគឺមិនមែនខូចតែផ្ដាងមញងនេះទេបាទមិនមែនខូចតែផ្ដាងនេះទេអាមញងនេះក៏បែកអាមញងនេះក៏បែកក៏ខូចហើយអាកាឡេនោះបាទកាឡេដុំភ្លើងនោះក៏ដាច់ទៀតបើន័យថាវាខូចផ្ដាងនេះទៅគឺវាវត្តមកធ្វើឲ្យធ្មេញនេះបាទធ្មេញនេះបាក់ខ្ទេចអត់ហើយធ្មេញវាហ្នឹងខ្ញុំអានេះខ្ញុំដូរថ្មីអស់ហើយបាទអានេះខ្ញុំដាក់ថ្មីឲ្យគាត់ដាក់មកសំណុំនេះហើយអាចាស់វាបាទអាចាស់វាក៏ខ្ញុំដោះចេញហើយអញ្ចឹងខ្ញុំដាក់ធ្វើការជួសជុលវាដោយផ្លាស់បាទមកសំណុំនេះតែហ្មងហើយអានោះគឺយើងដាក់អាចាស់វាតារ៉ែកលេនោះដុំភ្លើងនោះដុំភ្លើងហ្នឹងគូវាដាច់ខ្សែដាច់អីអស់លេងដែរតែយើងអាចជួសជុលវាបានហើយចាំមើលខ្ញុំរៀបចូលនឹងធ្វើការសាកល្បងមើលចង់ដឹងថាវាកើតអត់ទូបោកវារាងធំដែរទម្ងន់វា8-10គីឡូនេះនេះឆ្មាខាំនេះខ្ញុំលេឆ្មាខាំ
Chứ chưa là mày thế này láng nó phơi cái dương cầm láng như mùi phơi láng tới phơi không
បាទឥឡូវនេះយើងចាប់ចូលរួចរាល់ហើយឥឡូវនៅតែធ្វើការចាប់លើកប្រឈើវាចាប់ធុងវាចូលវិញ